ក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងត្រូវបិទគប់ប្រមូលផ្ដុំវឹកហាត់រយៈពេល1ខែដើម្បីត្រៀមការប្រកួតពានរង្វាន់ CV League 2025នៅខែកក្កដាខាងមុខក្រុមបាល់ទះជម្រើសជាតិកម្ពុជានឹងត្រូវធ្វើការប្រមូលផ្ដុំបិទគប់រយៈពេល1ខែដើម្បីពង្រឹងសមត្ថភាពត្រៀមចូលរួមការប្រកួតបាល់ទះជើងឯកអាស៊ីគ្នេយ៍2025 CV League នៅខែកក្កដាខាងមុខនេះបើតាមការបញ្ជាក់ពីលោកបណ្ឌិតអង្គស្រីពិសិដ្ឋអនុប្រធាននឹងជាអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជាក្រោយបញ្ចប់បេសកកម្មដឹកនាំក្រុមបាល់ទះវិសាខាចូលរួមប្រកួតពានរង្វាន់ Win Street Volleyball Invitational Tournament 2025នៅកោះតៃវ៉ាន់ដោយបញ្ចប់ត្រឹមចំណុចថ្នាក់លេខ4ក្រោយរបូតពានរង្វាន់ WSVI ខាងលើក្រុមសមាគមបាល់ទះវិសាខាដែលសម្បូរដោយកីឡាករជម្រើសជាតិត្រូវបានលោកអង្គស្រីពិសិដ្ឋលើកទឹកចិត្តនិងជំរុញឲ្យប្រមូលអារម្មណ៍ឡើងវិញត្បិតវាគ្រាន់តែជាសុបិនអាក្រក់និងជាអតីតកាលហើយត្រូវផ្ដោតបច្ចុប្បន្ននិងអនាគតដោយលោកនឹងអនុញ្ញាតឲ្យពួកគេសម្រាប់មួយសប្តាហ៍មុនត្រឡប់មកប្រមូលផ្ដុំបិទគប់រយៈពេល1ខែដើម្បីត្រៀមការប្រកួត CV League 2025លោកបន្តថាយើងមានភារកិច្ចមួយទៀតគឺ CV League នៅខែកក្កដាអញ្ចឹងយើងត្រូវប្រមូលផ្ដុំបិទគប់ហើយចាប់ពីពេលចូលមកវិញគឺបិទគប់អត់ឲ្យទៅណាទេក្នុងរយៈពេល1ខែដូច្នេះសម្រាប់7ថ្ងៃទៅលេងផ្ទះគឺសមរម្យហើយសូមអធិស្ឋានក្រុមគ្រួសារប្រពន្ធកូនក្នុងការប្រមូលផ្ដុំបិទគប់រយៈពេល1ខែធ្វើយ៉ាងម៉េចឲ្យការប្រកួត CV League បានល្អប្រសើរលើកទឹកចិត្តខ្លួនឯងឡើងវិញគួរដឹងថាក្រុមបាល់ទះកម្ពុជាទទួលបានកៅអីលេងជើងឯកបាល់ទះអាស៊ីគ្នេយ៍កម្រិត1ឬ CV League បន្ទាប់ពីក្រងជើងឯកពានកម្រិតទី2 CV League Challenge កាលពីឆ្នាំ2024នៅកម្ពុជាសម្រាប់ការប្រកួតជើងឯក CV League 2025ផ្នែកបុរសនេះដែរកម្ពុជាត្រូវជួបជាមួយនឹងក្រុមថៃឥណ្ឌូនេស៊ីនិងហ្វីលីពីនគ្រាដែលការប្រកួតនឹងធ្វើឡើងពីជើងដល់ជើងទី1នឹងប្រកួតនៅប្រទេសហ្វីលីពីនចន្លោះពីថ្ងៃទី11ដល់ថ្ងៃទី13ខែកក្កដានិងជើងទី2ប្រកួតនៅឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី18ដល់ថ្ងៃទី20ខែកក្កដាឆ្នាំ2025